លក្ខណៈពិសេសរបស់ដែលជំរកសត្វព្រៃកែវសីមាមានព្រៃឈើនិងសត្វព្រៃឈើមានព្រៃស្រោងព្រៃកដាស្រោងព្រៃរបោះព្រៃឫស្សីនិងវាលស្មៅតាំងមុនឃើញច្រើនសត្វដល់ពេលឥឡូវអត់ទៅឃើញធ្លាប់ឃើញជាញឹកញាប់ដូចជាស្វាទុយសស្វាត្រោសតូចពណ៌លឿងឆ្លុះហើយនឹងក្ងោកជ្រូកព្រៃស្វាក្តាមស្វាព្រាមហើយសត្វដែលមិនសូវឃើញដូចជាទីងសន្សោងហើយស្វាងពុតអត់ទៅបានឃើញទេ